បងប្អូនឃើញតូចហើយខ្លាំងអញ្ចឹងដឹងតម្លៃប្រហែលនេះតម្លៃដើមត្រឹមតែ$1000ជាងទេប៉ុន្តែម្ចាស់គាត់យកមករៀបអស់រហូតដល់$20000ជាងអញ្ចឹងខ្ញុំនឹងដាក់តម្លៃលម្អិតនៅខាងក្រោមវីដេអូបាទតើបងប្អូនអរគ្នាឥឡូវនេះខ្ញុំមកបង្ហាញបងប្អូនអរគ្នាពាក់ព័ន្ធជាមួយនឹងភាពខ្លាំងជាមួយនឹងរថយន្តនេះតែម្ដងអញ្ចឹងបងប្អូនឃើញខ្លួនខ្លីមានតូចល្អិតទេប៉ុន្តែចិត្តធំហើយខ្លាំងមែនតើអញ្ចឹងសម្រាប់រថយន្តនេះមានឈ្មោះថា Samurai Sahara ដែលឈ្មោះកាត់របស់វាហៅថា Sahara ឡាននេះផងដែរគឺវាមានលក្ខណៈពិសេសខុសប្លែកពីឡានដទៃអញ្ចឹងសម្រាប់រថយន្តនេះត្រូវបានច្នៃបង្កើតឡើងហើយរចនាថ្មីលេងគ្រឿងផ្ទាល់ដោយម្ចាស់គាត់តែម្ដងសម្រាប់រថយន្តនេះផងដែររូបរាងវាគឺមើលទៅតូចល្អិតជ្រុងឡាននេះឆ្នាំដើមផលិតគឺឆ្នាំ1987ដែលផលិតដោយក្រុមហ៊ុន Suzuki ក្រុមហ៊ុនជប៉ុនសុទ្ធតែម្ដងបងប្អូនស្គាល់ហើយបច្ចុប្បន្ននេះដោយបងប្អូនបានឃើញអញ្ចឹងម្ចាស់គាត់បានយកមកបំលែងរូបរាងថ្មីឲ្យវាកាន់តែខ្លាំងជាងមុនផងដែរអញ្ចឹងខ្ញុំនឹងរៀបរាប់លម្អិតជូនបងប្អូនពីគ្រឿងបំពាក់បន្ថែមពីផ្នែកខាងក្រៅរហូតដល់ម៉ាស៊ីនតែម្ដងអញ្ចឹងសម្រាប់ផ្នែកខាងមុខគឺគាត់បានបំពាក់ជាមួយនឹងកាងដែកបាទរួមជាមួយនឹងត្រើយកម្លាំងរហូតដល់5តោនកន្លះសម្រាប់សង្គ្រោះរថយន្តខ្លួនឯងផ្ទាល់ពេលដែលជាប់ហុកឬក៏ត្រូវការឆ្លងកាត់ឧបសគ្គខ្លាំងត្រូវការទាញគ្នាអញ្ចឹងណាបងប្អូនបណ្ណាមុខក៏មានលក្ខណៈប្លែកដែរដោយម្ចាស់គាត់ហ្នឹងគឺបំពាក់ជាមួយនឹងបណ្ណារបស់ Mercedes ហើយគាត់ក៏បានកែច្នៃបញ្ចូលបន្ថែមឲ្យវាកាន់តែមានភាពស្រស់ស្អាតហើយប្លែកតែម្ដងអញ្ចឹងសម្រាប់ផ្នែកចំហៀងវិញគម្លាតកង់គឺខ្លីនិងទម្ងន់ស្រាលមែនតើដែលផ្ដល់នូវភាពងាយស្រួលបាទរហ័សមែនតើក្នុងការចូលព្រៃឡើងភ្នំអីហ្នឹងហើយសម្រាប់រថយន្តនេះក៏បំពាក់ជាមួយនឹងឈ្នាន់ជន់ចំហៀងដែរសម្រាប់ការពារតួរថយន្តពេលបុកប៉ះជាមួយនឹងថ្មឬឧបសគ្គផ្សេងដែរគាត់យកទៅលុបលុយណាបងប្អូនបើយើងចូលមកដល់ផ្នែកខាងក្រោយក៏មានជាមួយនឹងការរចនាបំពាក់ជាមួយនឹង stock LED ហើយសំខាន់គាត់បិទជាមួយនឹង logo Mercedes G-Class ដែលមានអក្សរ EV AMG បន្ថែមទៀតបាទអញ្ចឹងឃើញពីក្រោយកុំច្រឡំថាឡាន EV បាទមិនមែនឡាន EV ទេអញ្ចឹងសម្រាប់ការខាងក្រោយគាត់ក៏បានបំពាក់ឧបករណ៍បរិក្ខារបន្ថែមសម្រាប់អូសសដោងអីផ្សេងដែរអញ្ចឹងបើយើងក្រឡេកមកមើលផ្នែកដំបូលវិញគឺដំបូលនេះគឺអាចដោះចេញបានហើយភ្ជាប់ជាមួយនឹងអង្តែនវិទ្យុតាក់ទងសម្រាប់រយៈចម្ងាយឆ្ងាយតែម្ដងហើយគាត់ក៏បន្ថែមជាមួយនឹងភ្លើង LED សម្រាប់ខ្នាតវែងប្រភេទវែងសម្រាប់ចូលព្រៃតែម្ដងចូលព្រៃជ្រៅអាហ្នឹងវាជះពលឺបានល្អចូលមកដល់ចំណុចក្តៅហើយបងប្អូនបេះដូងនៃរថយន្តនេះដែលធ្វើឲ្យរថយន្តនេះគឺមានកម្លាំងខ្លាំងណាបងប្អូនរថយន្តនេះគឺដកម៉ាស៊ីន Zin របស់វាចេញហើយម៉ាស៊ីន Suzuki ណាប៉ុន្តែបំពាក់មកជាមួយនឹងម៉ាស៊ីន Toyota 1KZTE Turbo Charge 4ស៊ីឡាំងទំហំ 3.0 លីត្រចុះជាមួយនឹងប្រអប់លេខអេឡិចត្រូនិក5វគ្គអូតូណាបងប្អូនលេខអូតូហើយក៏មានជាមួយនឹង option manual ដែរដែលអាចប្រើប្រាស់ជាមួយនឹងលេខដៃក៏បានលេខអូតូក៏បានដែរហើយចំណុចកាន់តែរសើបប្រើប្រាស់ជាមួយនឹងចង្កូតភ្លើងបងប្អូនគឺជាប្រភេទ electro hydraulic ដែលបច្ចេកវិទ្យាពីម្ចាស់រថយន្តផ្ទាល់នឹងតែម្ដងពូគាត់បកកែរៀបមែនតើបងប្អូនអញ្ចឹងឡាននេះក៏អាចបញ្ជាឲ្យដើរពីចម្ងាយបានដែរបងប្អូនចង់ឃើញបាទអាចមើលវីដេអូនៅខាងក្រោមនេះបាន Hello Samurai Start engine Shut downអញ្ចឹងបងប្អូនម៉ាស៊ីនបាទខ្លាំងអូសរថយន្តបានប៉ុណ្ណឹងហើយថាតើជាមួយនឹងជើងក្រោមប្រើជើងក្រោមប្រភេទអីអញ្ចឹងជើងក្រោមក៏មិនមែនជាជើងក្រោមស៊ីនដែរបាទផ្លាស់ប្ដូរអស់ហើយអញ្ចឹងរថយន្តនេះគឺបំពាក់ជាមួយនឹងជើងក្រោមបើយើងនិយាយប៉ងគឺជាប្រភេទប៉ងត្រង់របស់ Toyota Hilux ទាំងមុខទាំងក្រោយហើយដំណើរការដោយប្រព័ន្ធបង្វិល 4x4 ហើយជាប្រភេទ electronic switch ហើយបើយើងនិយាយពីប៉ងខាងក្រោយវិញបាទភ្ជាប់ជាមួយបូមរសើដាច់ពីគ្នាតែម្ដងហើយប្រើប្រាស់ជាមួយនឹងប្រព័ន្ធ filing by Jar suspension ជាតិណាស់បាទហើយចំណែកប៉ងមុខបាទភ្ជាប់ទៅសាកស៊ីដោយ landing arm ជាមួយនឹងបូមវែង coilover 10ហើយ10អ៊ីងបាទហើយ racer 2តង់បាទអាចកាច់ទង់រឹងបានរហូតដល់10 2វគ្គហើយឡាននេះក៏បំពាក់ជាមួយនឹងកង់35អ៊ីងរង្វង់16ហើយសបកជាប្រភេទ map terrain ហើយនឹងមានជាមួយនឹងប្រព័ន្ធជំនួយទប់លំនឹងពេលបត់ចង្កូតផងដែរអញ្ចឹងបើយើងនិយាយពី performance វិញសម្រាប់សមត្ថភាព off road វិញ Sahara ត្រូវបានគេចាត់ទុកថាជារថយន្តមួយបាទនៅក្នុងចំណោមរថយន្ត 4x4 តូចដែលមានសមត្ថភាពខ្លាំងមែនទែនដែលអាចឆ្លងកាត់ឧបសគ្គបានយ៉ាងល្អអញ្ចឹងមិនថាផ្លូវភក់ផ្លូវថ្មឬក៏ផ្លូវព្រៃទេ Sahara គឺជាដៃគូដ៏ល្អមែនទែនសម្រាប់បងប្អូនដែលយកមកប្រើប្រាស់តូចតែខ្លាំងទម្ងន់វិញស្រាលតែអាចទៅដល់គ្រប់ទីកន្លែងតែម្ដងជាក់ស្ដែងខ្ញុំបានចោះទ្រីបទៅគ្រីរុំមួយគាត់គឺថាការបើកបររបស់គាត់ការឡើងទួលឡើងអីចោះ
ទឹកឡើងថ្មហ្នឹងគឺមើលទៅពិសេសហើយជាតិខ្លាំងមែនតើជាពិសេសគាត់ឡើងចំណោត60 degree នៅលើភ្នំគិរីរម្យណាតាក់ត្រើយឡើងផុយហ្មងអញ្ចឹងវាល្អខ្លាំងមែនតើប៉ុន្តែបើងាកមកមើលតម្លៃវិញអូវ៉ាវរៀបអស់$20,000ជាងមិនធម្មតាទេអញ្ចឹងបើសិនជាបងប្អូនចូលចិត្តប្រភេទឡានបាទប្រភេទការកែឡាននិងការផ្សងព្រេងកុំភ្លេច like ហើយនិង share follow ផងសម្រាប់ page គាត់គឺគាត់មានឈ្មោះថាcar modify សម្រាប់ page គាត់ណាហើយសម្រាប់បងប្រុសម្ចាស់ឡានបាទគាត់ឈ្មោះថា Kitethon ហើយសម្រាប់ការងាររបស់គាត់គឺ instructor engineer ប៉ុន្តែអ្វីដែលគាត់ចូលចិត្តគឺការកែឡានការលេងឡានបាទហើយគាត់ក៏អាច design 3D បន្ថែមបានដែរដោយកាងឡានមុខក្រោយអីមួយចំនួនហ្នឹងគឺគាត់ design បំពាក់ជាមួយនឹងឡានគាត់ផ្ទាល់តែម្ដងអញ្ចឹងពិសេសមែនតើហើយខ្ញុំបាទក៏សូមអរគុណទៅកាន់បងប្រុសបាទដែលអនុញ្ញាតឲ្យខ្ញុំបានចែករំលែកពីឡានបងផ្ទាល់ទៅកាន់បងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងថាតើការរៀបទាំងអស់ទៅលើឡានបងមានអីខ្លះហើយវាពិសេសត្រង់ណាវាខ្លាំងយ៉ាងណាចឹងទៅអញ្ចឹងពីខ្ញុំទៅមានតែប៉ុណ្ណឹងបងប្អូនកុំភ្លេចជួយ like ជួយ share ទាំងអស់គ្នាពីខ្ញុំទៅសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយ